ខ្ញុំមិនយឺតទេគ្មានន័យថាទេប៉ុន្តែតើពូជាឡានអគ្គិសនីរបស់អ្នកណាតើអ្នកអាចដើរតាមវងឆៅឆៅដោយគ្មានឡានអគ្គិសនីដោយរបៀបណាការប្រកួតប្រជែងអូឡានរបស់ខ្ញុំហើយឡើយទេឯងអត់មានឡានផងហេតុអីមកចូលរួមប្រកួតខ្ញុំគិតថាគាត់នៅទីនេះជាងជាដែលទទួលស្គាល់ការបរាជ័យដោយមិនបានមើលរថយន្តក៏មិនមានភាពក្លាហានក្នុងការប្រយុទ្ធជាមួយអ្នកដែរតើនេះជាបុរសដែលអ្នកកំពុងស្វែងរកមែនទេគាត់កំសាកពេកមិនហ៊ានបើកឡានអ្នកឃើញទេសម្រាប់ការប្រកួតប្រជែងនេះយកខ្ញុំបានបំពេញ Daniel ជាមុនជាមួយពួកគិសនីតើនេះពិតជាករណីមែនទេខ្ញុំបានសួរអ្នកតើអ្នករំខានអ្នកណាថាខ្ញុំអត់មានឡានខ្ញុំទើបតែទិញឡានមួយហើយខ្ញុំនៅតែត្រូវការធ្វើអ្វីមួយអំពីវាផ្លូវការនឹងត្រូវបញ្ជូនទៅពួកគេភ្លាមហេតុអ្វីបានជាអ្នកប្រញាប់បែបនេះតើត្រូវការនីតិវិធីអ្វីខ្លះដើម្បីទិញរថយន្តថ្មីខ្ញុំគិតថាអ្នកមិនហ៊ានទេពូយាមើលឃើញថាច្បាស់ណាស់ថាអ្នកណាជាអ្នកមានអំណាចពូគិតខ្ញុំច្បាស់ជាមិនមែនជាមនុស្សបែបនេះទេខ្ញុំបានប្រាប់អ្នកថាឲ្យរងចាំមួយរយៈហើយរថយន្តរបស់ខ្ញុំនឹងមកទីនេះឆាប់តើអ្នកមានការព្រួយបារម្ភខ្លាំងណាស់យល់ព្រមខ្ញុំនឹងរងចាំអ្នកមួយរយៈពូជប់កាន់ទៅ no matter what big name you buy you will not be my opponent ហើយអ្វីបានជាអ្នកខ្ជះខ្ជាយពេលវេលារបស់អ្នកទាំងអស់គ្នានៅទីនេះពូមិនឡានមិនទាន់មកដល់